របៀបធ្វើជ្រក់លឹកឲ្យមានរសជាតិឆ្ងាញ់និងទុកបានយូរវាសួរស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពីរបៀបធ្វើជ្រក់លឹកឲ្យមានរសជាតិឆ្ងាញ់ហើយងាយជាដំបូងអ្នកនរគ្នាត្រូវមានក្តឹបអាឡឹកក៏បានឬក៏អាឡឹកដែលយើងញ៉ាំហើយយើងយកសបកវាក៏បានដែរអាចធ្វើបានដូចគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានសបកអាឡឹកប្រហែលជា2គីឡូយកមកលាងសម្អាតវាឲ្យចិត្តវាស្ដើងអញ្ចឹងអ្នកនរគ្នាដូចខ្ញុំបង្ហាញក្នុងវីដេអូអញ្ចឹងខ្ញុំចិត្តហើយលាងវាឲ្យស្អាតទុកវាសុកទឹកដាក់ចូលក្នុងកធុនមួយមកហើយបន្ទាប់មកទៀតយើងត្រូវការអំបិលអ្នកនរគ្នាអាចប្រើអំបិលម៉ត់ក៏បានអំបិលក្រូចខ្ញុំក៏បានដែរអញ្ចឹងយើងអានអំបិលថែមកន្លះកូនចានចង្កឹះអ្នកនរគ្នាអញ្ចឹងយើងដាក់ចូលមកហើយច្របល់វាទៅមកមកច្របល់វាចូលឲ្យសព្វគ្នាអ្នកនរគ្នាបន្ទាប់មកទៀតយើងទុកវាចោលរយៈពេល1ម៉ោងក្រោយមកចាំយើងមកមើលអញ្ចឹងឆ្លៀតពេលហ្នឹងខ្ញុំទៅធ្វើទឹកស្ករសិនសម្រាប់ដាក់ជ្រក់របស់យើងអញ្ចឹងជាដំបូងយើងត្រូវមានស្ករអ្នកនរគ្នាអាចប្រើស្ករត្នោតក៏បានស្ករសក៏បានដែរសម្រាប់ខ្ញុំមានស្ករត្នោតអញ្ចឹងខ្ញុំប្រើស្ករសជំនួសអញ្ចឹងយើងដាក់ភ្លើងតិចៗមកហើយយើងកូរវាឲ្យវាឡើងជាល្បាយពណ៌នឹងក្រហមព្រឹងអ្នកនរគ្នាហើយប្រើភ្លើងតិចៗបានហើយខ្លាចវាខ្លោចអញ្ចឹងហើយបន្ទាប់មកទៀតយើងប្រើទឹកខ្ញុំប្រើទឹកកន្លះលីត្រអ្នកនរគ្នាសម្រាប់ស្ករកន្លះកូនចានចង្កឹះអញ្ចឹងខ្ញុំប្រើទឹកកន្លះលីត្រក្នុងបរិមាណប៉ុណ្ណឹងហើយថែមប៊ីចេងបន្តិចអ្នកនរគ្នាអត់ញ៉ាំប៊ីចេងដាក់ក៏បានដែរហើយបន្ទាប់មកយើងមកមើលអាឡឹកយើងវិញបន្ទាប់ពី1ម៉ោងក្រោយមកវាមានសភាពសពបែបនេះអញ្ចឹងអ្នកនរគ្នាពូតយកទឹកអំបិលនឹងចេញហើយទុកឲ្យវាស្រក់ទឹកឲ្យស្ងួតតិចមកហើយបន្ទាប់មកទៀតយើងទៅបេះម្ទេសព្រោះខ្ញុំចង់ដាក់ម្ទេសជ្រក់ជាមួយនឹងអាឡឹកអញ្ចឹងណាអញ្ចឹងដើរទៅបេះម្ទេសនៅក្រោយផ្ទះហើយអ្នកនរគ្នាអាចប្រើម្ទេសតិចៗដូចខ្ញុំក៏បានបែបហ្នឹងវាឆ្ងាញ់អញ្ចឹងប្រើម្ទេសធំវាអត់សូវឆ្ងាញ់ទេតែបើសិនជាអ្នកនរគ្នាអត់មានម្ទេសតិចៗហ្នឹងប្រើម្ទេសធំដែលយើងទិញមកពីផ្សារហ្នឹងក៏បានដូចគ្នាអានេះខ្ញុំដាក់ចូលនៅក្នុងកំប៉ុងមួយអញ្ចឹងអ្នកគ្នាមានកែវអំបែងតែធ្វើជ្រក់ដាក់សម្រាប់ដាក់ជ្រក់ក៏បានដែរខ្ញុំអត់មានខ្ញុំប្រើកំប៉ុងជ័រនេះជំនួសវិញអញ្ចឹងណាអញ្ចឹងបើមានកែវអំបែងល្អចំពោះទឹកជ្រក់របស់យើងអ្នកនរគ្នាដាក់ហើយទុកឲ្យវាត្រជាក់កុំត្រជាក់ពេកទុកវាមានលក្ខណៈខុំក្តៅអ៊ុនៗទៅព្រោះយើងត្រូវយកដាក់ជ្រក់ឲ្យវាស្រួយឆ្ងាញ់អ្នកនរគ្នាអញ្ចឹងជ្រក់របស់ខ្ញុំបានប៉ុណ្ណេះសម្រាប់ស្បកលឹក2គីឡូប្រហែលជាបានសាច់ជ្រក់ហ្នឹង1គីឡូកន្លះហើយអាហ្នឹងយើងអាចទុករយៈពេល1យប់ទៅ2យប់ញ៉ាំបានហើយអ្នកគ្នាវាជូរអែមឆ្ងាញ់ជាងសម្រាប់ខ្ញុំញ៉ាំជាមួយត្រីអាំងហើយវាមានរសជាតិឆ្ងាញ់ជាងជ្រក់សក់អញ្ចឹងវីដេអូខ្ញុំបង្ហាញមានតែប៉ុណ្្នឹងទេអរគុណច្រើនកុំភ្លេចជួយ Subscribe ផង Thank you bye bye